ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នៃខ្ញុំសាច់ជាថ្មីសវណ្ណរីចាដែលធ្វើវីដេអូចែករំលែកនិយាយអំពីជីវិតពិតចាដែលកើតមានសម្រាប់មនុស្សយើងនៅក្នុងសង្គមសម័យបច្ចុប្បន្នក៏ដូចជាអតីតកាលក៏ដូចជាអាចនឹងទៅអនាគតគឺវាកើតដូចគ្នាចាអរគុណថ្ងៃនេះនាងខ្ញុំសូមមកធ្វើវីដេអូចែករំលែកចាអំពីជីវិតពិតរបស់នាងខ្ញុំហើយក៏ចង់ចែករំលែកទៅកាន់សុភិនារីទាំងឡាយមិនថាចាស់ក្មេងទេចាធ្វើជានារីណាចាធ្វើជានារីកុំសូវរឹងមាំពេកចាយើងរឹងមាំហើយប៉ុន្តែនៅពេលដែលយើងមានដៃគូជីវិតចាមានក្រុមគ្រួសារមានប្តីមានខ្លាយជាប្តីប្រពន្ធនឹងគ្នាចាកុំធ្វើរឹងមាំពេកត្រូវចេះចាសម្របខ្លួនចាសម្របខ្លួនវាមិនចេះទាំងអស់ចាកាត់ឆ្នះក៏ចេះចាមញ៉ែមញ៉ាក់ក៏ចេះចាងងក់ក៏ចេះរឹងមាំក៏ចេះគ្រប់សពបែបយ៉ាងចាគឺត្រូវតែយើងចេះមកកំភ្លេទើបអាចចង់ចិត្តប្តីនិយាយចំចាជានារីត្រូវចេះ3ចំណុចចា3ចំណុចនោះមានអីខ្លះចាខ្ញុំនឹងរៀបរាប់នេះជាបទពិសោធន៍ជីវិតខ្ញុំដែលខ្ញុំជោគជ័យក្នុងជីវិតគូខ្ញុំចែករំលែកកាន់បងប្អូនចាតែមិនប្រកាសថាអត្តចរិតរបស់នាងខ្ញុំនឹងគឺថាវាមនុស្សប្រុសអាចពេញចិត្តទាំងអស់ទេសំខាន់គឺការរស់នៅរបស់យើងដៃគូជីវិតរបស់យើងតែបើយើងចេះដូចនាងខ្ញុំនិយាយពី3ប្រហែលចំណុចខាងលើនឹងមកហ្នឹងខាងដើមមកហ្នឹងគឺថាស្វាមីយ៉ាងណាក៏នៅតែមានមនោសញ្ចេតនាជាមួយយើងច្រើនដែរចា3ចំណុចបកក្រោយមកវិញទី1ចានៅក្នុងផ្ទះត្រូវធ្វើខ្លួនឲ្យដូចអ្នកបម្រើចាធ្វើខ្លួនដូចអ្នកបម្រើហ្នឹងមានន័យថាម៉េចចាគឺយើងចេះទុកដាក់ចារៀបចំនៅក្នុងផ្ទះបាយទឹកច្រានជើងឆ្នាំងសម្រាប់ដីសម្រាប់កូនចារៀបចំសម្លៀកបំពាក់ចាទុកដាក់របស់ក្នុងផ្ទះយើងចាថែរក្សារបស់ទ្រព្យចានៅក្នុងផ្ទះរបស់យើងនោះគឺការងារច្រើនដែលពាក់ព័ន្ធនៅក្នុងផ្ទះសម្បែងចាបងប្អូននារីប្រកាសជាដឹងហើយមែនណាចាខ្ញុំជឿជាក់ 100% ថាដឹងចាអាហ្នឹងគឺគេថាធ្វើខ្លួនដូចអ្នកបម្រើតែបើសម្រាប់ចាសូមអធិស្ឋានចំពោះចាសុភាពនារីខ្លះគាត់មានបុណ្យសំណាងគាត់អាចបានប្តីចាគ្រួសារជាអ្នកមានតកូលពងពោះចាមានងារជាឯកឧត្តមជាអីចឹងទៅគាត់គឺជាលោកជំទាវអញ្ចឹងគាត់មានគឺថាអ្នកបម្រើឆ្វេងស្ដាំអញ្ចឹងណាចាគាត់អាចcontrol ជាមួយនឹងអ្នកបម្រើរបស់គាត់ហ្នឹងគឺជារឿងរបស់គាត់ព្រោះខ្ញុំអត់ដែរខ្លាចជាជំទាវខ្ញុំអត់ដឹងទេចាគាត់ថាសំខាន់នៅក្នុងផ្ទះបែបជីវិតសាមញ្ញដូចជានឹងខ្ញុំហ្នឹងគឺថាខ្ញុំជោគជ័យនៅក្នុងជីវិតគូហើយទើបខ្ញុំចែករំលែកចាហ្នឹងនៅក្នុងផ្ទះធ្វើដូចអ្នកបម្រើចាមានន័យបែបហ្នឹងទី2ចេញដើររៀបប្រកដូចជំទាវរៀបប្រកដូចជំទាវបានន័យថាម៉េចគឺថាយើងមកពេញមុខមាត់ប្តីស្អីរបស់យើងហ្នឹងពេលដែលទៅណាមកណាចាកុំឲ្យគាត់បាក់មុខបាក់មាត់តាំងពីការនិយាយស្ដីការស្លៀកពាក់ចាក្នុងការដើរហើរជាមួយនឹងប្តីហ្នឹងណាចារៀបចំខ្លួនវាមិនអីហ្នឹងចាដូចខ្ញុំនិយាយមុននឹងចឹងខ្ញុំអត់ដែរខ្លាចជាជំទាវទេខ្ញុំអត់ដឹងទេអញ្ចឹងពុកម៉ែបងប្អូនជាសុភាពនារីហ្នឹងអាចលួចមើលលោកជំទាវដែលគាត់ជោគជ័យធំចានៅតាមបណ្ដាញសង្គមយើងមានច្រើនណាស់យើងលួចមើលគាត់ទៅចាព្រោះជីវិតពិតរបស់ខ្ញុំគឺចាសាមញ្ញខ្ញុំអត់ដែរខ្លាចជាជំទាវខ្ញុំអត់ដឹងទេចាចំណុចទី3ចាមានចំណុចទី3មួយទៀតចំណុចទី3នេះសំខាន់ណាស់ពុកម៉ែបងប្អូនតែខ្ញុំនិយាយអត់បានទេតាមបណ្ដាញសង្គមនិយាយអត់បានទេចង់ដឹងអាចខមមិននៅក្រោមវីដេអូរបស់ខ្ញុំចាខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាចាចំណុចទី3នេះគឺសំខាន់ណាស់ជានារីអញ្ចឹងហាមរឹងមាំពេកចាកុំរឹងមាំពេកណារឹងមាំពេកយើងនឹងខ្លាចទៅជានារីឯកាចាខ្លាចជាមនុស្សឯកាបាត់បង់ការយកចិត្តទុកដាក់ជួនកាលយើងខ្លាំងពេកយើងជានារីហ្នឹងយើងខ្លាំងអីខ្លាំងរកស៊ីខ្លាំងធ្វើការខ្លាំងគំនិតអីខ្លាំងជាងប្តីអញ្ចឹងដល់ពេលណាយើងធ្វើខ្លាំងពេកប្តីគាត់នឹកឃើញថាគុណគាត់ខ្លាំងហើយអញ្ចឹងគាត់មិនបាច់ទេគាត់តាមដំណើរទំនងរបស់គាត់អញ្ចឹងណាចាតែនារីត្រូវតែចេះមញាក់ខ្លះណាកុំភ្លេចចេះមកអួយចេះមិនគេហៅថានិយាយស្រីត្រូវចេះនិយាយស្រីចាកុំភ្លេចនេះជាចំណុចជោគជ័យរបស់នារីអរគុណជួបគ្នាខ្ញុំនៅវីដេអូក្រោយទៀតចាបាយអរគុណជម្រាបលា